ក្រពើនិងអ្នកបរទេះកាលពីព្រេងនាយមានក្រពើមួយក្បាលរស់នៅក្នុងត្រពាំងធំមួយដល់រដូវប្រាំងទឹកត្រពាំងក៏រីងស្ងួតអស់គ្មានសេះសល់ក្រពើនោះដេកហាលថ្ងៃរហូតដល់ស្បែកឡើងក្រៀមក្រោះកម្លាំងកំហែងក៏ខ្សោយរកតែវាទៅរកទឹកមិនចង់រួចវាដេកធ្ងររងចាំតែសេចក្តីស្លាប់ប៉ុណ្ណោះខណៈនោះមានបរិសម្នាក់បរទេះដឹកទំនិញឆ្លងកាត់តាមផ្លូវក្បែរនោះក្រពើឃើញដូច្នោះក៏ខំប្រើកម្លាំងចុងក្រោយស្រែកថាលោកម្ចាស់រទេះអើយមេត្តាជួយសង្គ្រោះជីវិតខ្ញុំផងខ្ញុំជិតស្លាប់ដោយសារដាច់ទឹកហើយសូមលោកជួយចងខ្ញុំផ្អោបនឹងនឹមរទេះរួចដឹកខ្ញុំទៅដាក់ទន្លេធំផងខ្ញុំនឹងមិនភ្លេចគុណលោកឡើយបរិសអ្នកបរទេះជាមនុស្សមានចិត្តបុណ្យឃើញក្រពើគួរឲ្យអាសូរពេកលោកក៏យល់ព្រមជួយលោកបានយកខ្សែមកចងក្រពើយ៉ាងជាប់ផ្អោបនឹងនឹមរទេះហើយបរទៅកាន់មាត់ទន្លេនៅពេលទៅដល់មាត់ទន្លេបរិសនោះក៏ស្រាយខ្សែចេញដើម្បីឲ្យក្រពើវាចុះទៅទឹកដោយសេរីប៉ុន្តែអ្វីដែលនឹកស្មានមិនដល់បានកើតឡើងនៅពេលក្រពើបានប៉ះទឹកវាមានកម្លាំងមាំមួនឡើងវិញវាក៏បែរជាចិត្តអាក្រក់ភ្លាមវាបានហាមកធំចាប់ក្រវាត់ជើងបរិសនោះរួចក៏និយាយក្រហមថាបរិសល្ងងឯងដឹងទេខ្ញុំឃ្លានបាយប៉ុណ្ណាឯងចងខ្ញុំជាប់នឹងរទេះធ្វើឲ្យខ្ញុំឈឺពេញខ្លួនតាមផ្លូវឥឡូវដល់ពេលឯងត្រូវធ្វើជាចំណីរបស់ខ្ញុំហើយបរិសនោះភ័យខ្លាំងណាស់ក៏តវ៉ាថាលោកក្រពើខ្ញុំទើបតែជួយជីវិតលោកសោះហេតុអីលោកដាច់ចិត្តស៊ីខ្ញុំយើងគួរតែរកអ្នកមានយុត្តិធម៌មកជួយកាត់សេចក្តីក្រពើក៏យល់ព្រមភាគីទាំងពីរបានសួរអ្នកកាត់សេចក្តីចំនួន3រូបដើមឈើធំដើមឈើនិយាយថាមនុស្សអាក្រក់ណាស់ពេលក្តៅមកជ្រកក្រុមលុបយើងតែដល់ពេលបានផលក៏កាប់មែកកាត់ដើមយើងយកទៅធ្វើអស់ដូច្នេះក្រពើស៊ីមនុស្សចោះគឺសមហើយមេកូក៏និយាយថាមនុស្សគ្មានគុណធម៌ទេពេលយើងនៅក្មេងគេប្រើយើងឲ្យភ្ជួរស្រែលុះពេលយើងចាស់ទៅគេក៏សម្លាប់ស៊ីសាច់យើងក្រពើស៊ីមនុស្សទៅមិនខុសទេបរិសអ្នកបរទេះកាន់តែអស់សង្ឃឹមក្រពើត្រេកអរណាស់រៀបនឹងសង្គ្រប់ស៊ីបរិសនោះទៅហើយប៉ុន្តែបរិសនោះសុំយុត្តិធម៌ចុងក្រោយពីសុភាទុនសាយសុភាទុនសាយបានស្ដាប់រឿងរ៉ាវរួចក៏ធ្វើមិនជឿទុនសាយបាននិយាយថារឿងនេះមិនអាចទៅរួចទេក្រពើធំប៉ុណ្ណឹងចុះរទេះតូចបន្តិចអាចដឹកមកដល់យ៉ាងម៉េចបើចង់ឲ្យខ្ញុំកាត់សេចក្តីអយុត្តិធម៌លុះត្រាតែអ្នកទាំងពីរធ្វើត្រាប់តាមហេតុការណ៍ដើមឡើងវិញក្រពើចង់ឈ្នះពេកក៏យល់ព្រមឡើងរទេះលើគោកវិញបរិសអ្នកបរទេះក៏យកខ្សែចងក្រពើផ្អោបនឹងនឹមរទេះឲ្យជាប់ដូចមុននៅពេលចងជាប់យ៉ាងរឹងមាំហើយសុភាទុនសាយក៏ស្រែកប្រាប់បរិសនោះថាណែអ្នកបរទេះចំណងនៅក្បែរដៃឈើច្រត់នៅក្បែរខ្លួនឯងនៅចាំអីទៀតសត្វដេរឆានមិនស្គាល់គុណបែបនេះទុកវានាំតែគ្រោះថ្នាក់ដល់អ្នកដទៃបរិសអ្នកបរទេះយល់ន័យក៏លើកឈើច្រត់វាក្បាលក្រពើនោះរហូតដល់ស្លាប់ដើម្បីការពារកុំឲ្យវារស់នៅយាយីជីវិតអ្នកដទៃទៀតការជួយមនុស្សអាក្រក់ឬមនុស្សដែលគ្មានគុណធម៌ជួនកាលនាំមកនៅគ្រោះថ្នាក់ដល់ខ្លួនឯងវិញទោះបីជាក្រពើមានកម្លាំងខ្លាំងនិងសាហាវយ៉ាងណាក៏ដោយក៏វានៅចាញ់បញ្ញារបស់ទុនសាយមនុស្សដែលមិនស្គាល់គុណគេតែងតែជួបនៅក្តីវិនិច្ឆ័យនៃចុងក្រោយ